នៅថ្ងៃនេះនាងខ្ញុំសូមចែករំលែកនៅអត្ថបទមួយដែលនិយាយអំពីការជំរុញទឹកចិត្តខ្លួនឯងថាតើយើងគួរជំរុញទឹកចិត្តខ្លួនឯងបែបណាដើម្បីឲ្យខ្លួនឯងមានភាពរឹងមាំនិងទទួលបានជោគជ័យក្នុងការបំពេញការងារផ្សេងៗពាក្យជំរុញទឹកចិត្តបានក្លាយជាប្រធានបទដដែលដែលគេតែងតែលើកយកមកពិភាក្សាក៏ដូចជាបង្រៀនតាមសាលាសិក្ខាសាលានិងការធ្វើបទបង្ហាញនានាក្នុងពេលបច្ចុប្បន្នតើអ្វីជាការជំរុញទឹកចិត្តឲ្យប្រាកដហើយហេតុអ្វីបានជាអ្នកត្រូវការកម្លាំងមួយនេះការជំរុញទឹកចិត្តជាកម្លាំងចលករដ៏ចាំបាច់មួយដើម្បីសម្រេចអ្វីមួយបានរហ័សអ្នកត្រូវមានកម្លាំងចលករនោះរុញច្រានទាំងផ្នែកខាងក្នុងនិងខាងក្រៅការជំរុញផ្នែកខាងក្រៅមានដូចជាការលើកទឹកចិត្តពីក្រុមគ្រួសារមិត្តភ័ក្តិឱកាសការងារសង្គមជាដើមចុះបើគ្មានការលើកទឹកចិត្តពីកត្តាខាងក្រៅតើអ្នកខ្លួនឯងមានវិធីដើម្បីជំរុញទឹកចិត្តខ្លួនឯងដែរឬទេខាងក្រោមនេះជាចំណុចងាយ10យ៉ាងដែលអាចជួយឲ្យអ្នកមានការជំរុញទឹកចិត្តចំពោះខ្លួនឯង1ត្រូវចេះគិតសមាធិនិងស្វែងយល់ពីក្តីប្រាថ្នារបស់អ្នកគិតដល់ក្តីប្រាថ្នាឬគោលដៅដែលមានតម្លៃឲ្យអ្នកប្រឹងប្រែងនិងចំណាយពេលទៅលើ2កំណត់គោលដៅឲ្យបានជាក់លាក់ការសរសេរពីគោលដៅដាក់នៅក្រដាសសៀវភៅនឹងអាចជួយអ្នកឲ្យឈានទៅរកការអនុវត្តបានយ៉ាងឆាប់រហ័ស3ជារឿយៗត្រូវគិតដល់គោលដៅនិងក្តីប្រាថ្នារបស់អ្នក4អានសៀវភៅឬអត្ថបទពីប្រធានបទដែលពាក់ព័ន្ធនឹងគោលដៅរបស់អ្នក5អានសៀវភៅឬអត្ថបទពីមនុស្សដែលជោគជ័យលើការងារឬអាជីពដែលស្រដៀងនឹងគោលដៅរបស់អ្នក6ឧស្សាហ៍គិតដល់ផលប្រយោជន៍ដែលអ្នកនឹងទទួលបានក្រោយសម្រេចគោលដៅរបស់អ្នក7ស្រមៃនឹងគិតដល់ពេលវេលាដ៏រីករាយនៅពេលដែលអ្នកសម្រេចគោលដៅនោះ8ប្រាប់ខ្លួនឯងជាវិជ្ជមានថាអ្នកមានសមត្ថភាពសម្រេចក្តីប្រាថ្នានិងគោលដៅរបស់អ្នកបានត្រូវប្រាប់ខ្លួនឯងដោយជំនឿជាក់មុតមាំនិងមានការតាំងចិត្តខ្ពស់9ឲ្យតម្លៃលើជោគជ័យតូចៗរបស់អ្នកព្រោះជោគជ័យទាំងនោះនឹងនាំអ្នកទៅសម្រេចគោលដៅធំបាន10ត្រូវគិតថាអ្វីដែលអ្នកធ្វើគឺស្ថិតក្នុងវិនាទីចុងក្រោយរហូតការគិតបែបនេះនឹងជួយអ្នកឲ្យសម្រេចអ្វីភ្លាមៗដោយមិនបង្អែបង្អង់អូសបន្លាយពេលវេលាឥតប្រយោជន៍សរុបមកការជំរុញទឹកចិត្តជាថាមពលដ៏ចម្បងដែលនាំអ្នកទៅរកជោគជ័យគ្រប់ការងារឬភារកិច្ចហើយបើគ្មានអ្នកជំរុញទឹកចិត្តទេនោះមានតែអ្នកខ្លួនឯងទេដែលអាចជួយខ្លួនឯងបានត្រូវចងចាំថាគ្មានអ្វីដែលមិនអាចសម្រេចបាននោះទេដរាបណាអ្នកមានក្តីសង្ឃឹមនិងការតាំងចិត្តខ្ពស់សូមអរគុណចំពោះការស្ដាប់របស់លោកអ្នកសូមកុំភ្លេចជួយចុច like និង Subscribe Channel YouTube